សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025មានបណ្ដាញសង្គមនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបានចល័តទ័ពនិងសព្វាវុធដោយភ្ជាប់មកជាមួយនឹងរូបភាពមួយចំនួនក្រសួងការពារជាតិសូមធ្វើការបដិសេធនិងសូមគូសបញ្ជាក់នៅការពិតថា1ការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនខាងលើមិនមែនជាការពិតទេ2ចំពោះរូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ៗដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ3កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបាត់ជូបាញ់ដោយការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៅកិច្ចព្រមព្រៀងបាត់ជូបាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស